បាទជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះមកណែនាំពុកម៉ែបងប្អូនមកមើលកសិដ្ឋានរបស់បងស្រីដែលគាត់ជាជនចំណាក់ស្រុកមកពីប្រទេសថៃបាទឥឡូវគាត់មកចាប់របរចិញ្ចឹមកដោបបាទដែលអាចរកប្រាក់ចំណូលឲ្យគាត់ប្រចាំថ្ងៃបានគួរសមដែរបាទនេះមើលពីការធ្វើទ្រង់របស់គាត់ដូចជាសាមញ្ញទេបាទអាហ្នឹងចំពោះខែនាងារក៏គាត់អាចចិញ្ចឹមបានដែរបាទឃើញកដោបគាត់មានសុខភាពល្អបាទមកត្រង់ដូចបងប្អូនបានឃើញហ្នឹងហើយគាត់មានការដាំស្មៅហើយលឹកចេកខ្លះឲ្យខ្លះដូចជាមិនប្រើប្រាស់ស្មៅច្រើនទេអានេះគាត់ចាប់ផ្ដើមចិញ្ចឹមបាន3វគ្គនឹងវគ្គនេះហើយគាត់នឹងមានបំណងបន្ថែមបរិយាបន្ថែមទៀតប៉ុន្តែគាត់រកចាំការដាំស្មៅមានបងប្អូនខ្លះដែលគាត់ពិបាកក្នុងការចិញ្ចឹមបងប្អូនអាចសិក្សាបានមកត្រង់អីដូចជាគាត់ធ្វើដែករៀងត្រង់ទ្រាយរៀងមាំដែរបាទបងប្អូនបានឃើញនេះកដោបស្រស់ស្រាយល្អក្នុងមួយខែគាត់រកចំណូលបានចិត្តខ្ទង់ពាន់ដែរឃើញប៉ុណ្ណេះបាទទៅការលក់ពងទៅការផ្គត់ផ្គង់កដោបសាច់ដូចគាត់លក់នៅទីតាំងនេះបាន1គីឡូ30000បើសិនជាគាត់បោះដុំបាន20000ជាង25000 26000សិនជាបងប្អូនដែលអត់មានការងារអីអាចមកងាកចាប់របរចិញ្ចឹមកដោបអីងាយហើយអាចរកប្រាក់ចំណូលប្រចាំខែប្រចាំថ្ងៃបានណាបាទសូមអរគុណ